បាទតើសួស្តីគ្នាយើងទាំងអស់គ្នាថ្ងៃនេះគ្រូមកបន្តលំហាត់របស់យើងមួយទៀតគឺរមាំងទី2គឺតាក់ទងជាមួយនឹងប្រូបាបទាំងអស់គ្នាណាបាទអញ្ចឹងអូនអានប្រធានទាំងអស់គ្នាគេថាក្នុងប្រអប់មួយមានកូនឃ្លីទាំងអស់ចំនួន 4n ដែលក្នុងនោះមានឃ្លីចំនួន 2n+1 ជាឃ្លីពណ៌លឿងហើយ 2n-1 ជាឃ្លីពណ៌បៃតងគេចាប់យកចំនួនឃ្លី2ចាប់យកកូនឃ្លី2ចេញពីក្នុងប្រអប់ដែលចែកដល់ណាចាប់ព្រមគ្នាបាទអញ្ចឹងយើងប្រើបន្សំណាបាទអញ្ចឹងនៅក្នុងសំណួរនេះយើងកំណត់យក n ស្មើ10បាទអញ្ចឹងវាអត់មានអីខុសប្លែកពីឆ្នាំមុនទេទាំងអស់គ្នាគេប្រាប់ n មកស្មុគស្មាញហោហែមែនប៉ុន្តែ n ស្មើ10ដដែលហ្នឹងអញ្ចឹងដូចតែអត់មាន n អត់មានអីដដែលវាធម្មតាទេអញ្ចឹងណាបាទវាអត់មានធ្វើប្លែកស្មុគស្មាញច្រើនទេបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលដំណោះស្រាយវាទាំងអស់គ្នាតោះអញ្ចឹងយើងចាប់ផ្ដើមស្រង់សមត្ថកម្មតិចតិចមកបាទឥឡូវគូស្រង់សមត្ថកម្មណាថាឃ្លីទាំងអស់ហ្នឹងគឺ 4n អញ្ចឹងឃ្លីសរុបណាទាំងអស់គ្នាអូនបាទអញ្ចឹងឃ្លីសរុបបាទឃ្លីសរុបរបស់យើងគឺ 4n បាទអញ្ចឹងស្មើជាមួយនឹងប្រមាណអូនឃ្លីសរុបក្នុងករណីនេះ n គេប្រហែលទៅស្មើ10អញ្ចឹង40ណាបាទ40គ្រាប់អូនបាទ40គ្រាប់ទៅពេលឃ្លីពណ៌លឿងហ្នឹងគឺមាន 2n+1 បាទឃ្លីលឿងតែឃ្លីលឿងហ្នឹងអាសំដៅលើឃ្លីពណ៌លឿងណាបាទឃ្លីលឿងរបស់យើងគឺ 2n+1 អញ្ចឹង n ស្មើ10 10ពីដង20ណា20+1 21បាទអញ្ចឹងឃ្លីពណ៌លឿងគឺមាន21គ្រាប់បាទរីឯឃ្លីពណ៌បៃតងមាន 2n-1 បាទឃ្លីបៃតងគឺ 2n-1 គ្រាប់ណាបាទអញ្ចឹង n ស្មើ10អញ្ចឹង 2n 20 20 ដក 1ឃើញ19បាទបន្តមកទៀតគេថាគេចាប់យកកូនឃ្លី2ព្រមគ្នាអញ្ចឹងយើងសរសេរឃ្លានហ្នឹងបន្តិចមកនេះបាទគ្រូសុំសរសេរថាគេចាប់បាទយកកូនឃ្លី2បាទព្រមគ្នាបាទព្រមគ្នាដោយចែកដន្យណាបាទអញ្ចឹងពាក្យខ្លះយើងសង្ខេបណានេះបាទយើងកុំសរសេរប្រធានមកទាំងអស់ពេកបាទដោយចែកដន្យអញ្ចឹងកាលណាគេចាប់ព្រមគ្នាដោយចែកដន្យអញ្ចឹងបានន័យថាលំហាត់ហ្នឹងយើងត្រូវប្រើបន្សំហើយអញ្ចឹងយើងអាចរកចំនួនករណីអាចបានមុនគេទាំងអស់គ្នាបាទចំនួនករណីអាចបាទអញ្ចឹងចំនួនករណីដែលគេអាចចាប់បាននោះគឺយើងតាំងដោយ ns បាទស្រួលមែនតើទាំងអស់គ្នាបាទ ns ឃ្លីទាំងអស់មាន40បាទឃ្លីទាំងអស់មាន40អញ្ចឹងបន្សំនៃ40យក2បាទបន្សំនៃ40យក2គឺអនុវត្តតាមរូបមន្តបន្សំ cn យក r គឺស្មើ n ហ្វាក់តូយ៉ែលអញ្ចឹងគឺស្មើ40ហ្វាក់តូយ៉ែលនៅលើ n ដក r គឺ40ដក2គឺឃើញ38ហ្វាក់តូយ៉ែលនៅលើគុណជាមួយនឹង2ហ្វាក់តូយ៉ែល40ហ្វាក់តូយ៉ែលគូអាចសរសេរថា40គុណជាមួយនឹង39ហើយមួយទៀតដល់38ហើយគ្រូសម្រួល38ហ្វាក់តូយ៉ែលចោលតែម្ដងនៅលើ2ណាអញ្ចឹងអូនសម្រួលមក40មួយ2មកឃើញ20អញ្ចឹង20គុណមួយ39បាទអញ្ចឹងអូនយក20គុណជាមួយនឹង39ទៅបាទឃើញ780ករណីបាទបន្ទាប់ពីគ្រូរកចំនួនករណីអាចឃើញហើយបានគ្រូសរសេរថាគណនាប្រូបាបនៃព្រឹត្តិការណ៍តោះយើងសរសេរឃ្លាហ្នឹងមកទាំងអស់គ្នាបាទគណនាប្រូបាបនៃព្រឹត្តិការណ៍បាទគណនាប្រូបាប
បាទនៃព្រឹត្តិការណ៍បាទគណនាប្របាបនៃព្រឹត្តិការណ៍បាទអក្សរ A គេថាកូនឃ្លីទាំងពីរដែលចាប់បានមានពណ៌ខុសគ្នាបាទកូនឃ្លីដែលចាប់បានមានពណ៌ខុសគ្នាបាទមានពណ៌ខុសគ្នាអញ្ចឹងដើម្បីរកចំនួនករណីស្របបានអូនត្រូវយល់ឃ្លាដែលគេថាកូនឃ្លីដែលចាប់បានមានពណ៌ខុសគ្នាសិនអញ្ចឹងឃ្លីយើងមានពីរពណ៌គឺមានពណ៌លឿងហើយនិងពណ៌បៃតងហើយនៅពេលដែលគេចាប់ឃ្លីប្រមាណអូនគេចាប់ឃ្លីពីរអញ្ចឹងពេលនោះអ្នកចាប់មានបំណងប្រាថ្នាចង់បានឃ្លីនៅលើដៃគាត់ហ្នឹងគឺមានពីរពណ៌ផ្សេងគ្នាអត់ពិបាកក៏ដែរអូនមានមួយពណ៌លឿងមួយពណ៌បៃតងមកត្រូវហើយអញ្ចឹងចាប់បានឃ្លីមានពណ៌ខុសគ្នាហ្នឹងបានតែមួយគ្រាប់ជាពណ៌លឿងមួយគ្រាប់ទៀតជាពណ៌បៃតងណាបាទតោះអញ្ចឹងចំនួនករណីបាទស្របចំនួនករណីស្រប n នៃ a បាទស្មើជាមួយនឹងក្នុងករណីនេះយើងដឹងហើយយើងថាយកលឿងមួយពណ៌លឿងទាំងអស់មានប៉ុន្មានអត់មាន21ណាបាទ21យក1គុណស្រួលចាំហ៎អូនឃ្លីគេចាប់2គ្រាប់ឥឡូវយើងទៅចាប់លឿងមួយហ្នឹងនៅខ្វះមួយគ្រាប់ទៀតអញ្ចឹងខ្វះគុណមកចាំមួយគ្រាប់ទៀតគឺពណ៌បៃតងមាន19យក1នេះសិស្សករណីពិសេសហើយ cn យក1ស្មើ n ណាឃើញ21គុណជាមួយនឹង19បាទយើងអាចគុណឲ្យចេញចម្លើយបានយើងយក21គុណជាមួយនឹង19មកឃើញ399ណាបាទ399ករណីបាទចឹងតាមរយៈរមនប្របាបនៃព្រឹត្តិការណ៍ A គឺស្មើជាមួយនឹង NA នៅលើ NS NA លើ NS តែពេល NA យើងស្គាល់អូន NA យើងស្គាល់តា NA គឺ399បាទតែពេល NS គឺ780បាទអញ្ចឹងនេះគឺជាលទ្ធផលនៃព្រឹត្តិការណ៍របស់យើងណាបាទលទ្ធផលនៃប្របាបរបស់ព្រឹត្តិការណ៍ A តោះអញ្ចឹងលេខនេះយើងអាចសម្រួលបានបងប្អូនគ្នាបាទយើងអាចសម្រួលនឹង3បានអញ្ចឹងសម្រួលនឹង3ទៅខាងលើឃើញ133ខាងក្រោមឃើញយើងសម្រួលនឹង3ណាជា260បាទ260អញ្ចឹងអានេះបើយើងមិនសម្រួលក៏អត់ទៅណាតែបើលេខសម្រួលបានសម្រួលមកអញ្ចឹងដូចនេះ PA ស្មើបាទដូចនេះប្របាបនៃព្រឹត្តិការណ៍ A ស្មើបាទ133លើ260ណាបាទ260អញ្ចឹងយើងចាប់ប្របាបនៃព្រឹត្តិការណ៍ A មួយណាបាទតោះឥឡូវយើងទៅទី2បាទយើងទៅមើលទី2គេចង់បានអីកូនឃ្លីទាំងពីរដែលចាប់បានមានពណ៌បៃតងបាទតោះយើងសរសេរមកអូនកូនឃ្លីដែលចាប់បានមានពណ៌បៃតងស្រួលមែនតើយើងបើកាលណាគេចង់បានពណ៌បៃតងទាំងពីរយើងចាប់តែបៃតងមកអូនកូនឃ្លីដែលចាប់បាន
ទាំងពីរមានពណ៌បៃតងណាបាទចាប់បានទាំងពីរយើងទៅសេខ្វះពាក្យគេហ៎ចាប់បានទាំងពីរមានពណ៌បៃតងបាទអញ្ចឹងយើងទៅសួរខ្លួនឯងណាឃ្លីបៃតងទាំងអស់មានប្រមាណយើងរកឃើញណាអូនបៃតងទាំងអស់មាន19ឥឡូវគឺចង់បានបៃតងទាំងពីរទាំងស្រួលមែនតើអញ្ចឹងចំនួនករណីស្របបាទចំនួនករណីស្របរបស់យើងគឺ NB គេចង់បានបៃតងទាំងពីរអញ្ចឹងបៃតងទាំងអស់មាន19អញ្ចឹង C 19យក2ណាបាទយក2អញ្ចឹងស្មើជាមួយនឹង19 factorial នៅលើ19ដក2គឺ17 factorial បាទគុណ2 factorial អញ្ចឹង19 factorial យើងថយមក19គុណនឹង18បាទហើយសម្រួល17ចោលបាត់ហើយ2បាទអញ្ចឹងយើងគុណលេខស៊ីសងហើយឃើញ171ណាបាទ171ករណីបាទឃើញ171ករណីតោះអញ្ចឹងតាមរយៈរង្វាន់ប្របាបរបស់ព្រឹត្តិការណ៍ B គឺ PB បាទស្មើជាមួយនឹង NB នៅលើ NS បាទមក NB លើ NS អញ្ចឹង NB យើង171អូននៅលើ NS របស់យើងបាទគឺ780បាទ780លេខនេះប្រហែលជាយើងអាចសម្រួលបានទាំងអស់គ្នាបាទអាចសម្រួលបានយើងសម្រួលនឹង3បាទសម្រួលនឹង3ទាំងអស់គ្នាយើងសាកសម្រួលនឹង3ទៅឃើញអានេះឃើញ57ណាបាទចាក្រោមឃើញ260ដដែលសម្រួលនឹង3ណាបាទចឹងដូចនេះបាទ PB ស្មើជាមួយនឹង57នៅលើ260បាទ57លើ260យើងចប់សំណួរ B យើងទៅសំណួរចុងក្រោយកូនឃ្លីទាំងពីរដែលចាប់បានមានពណ៌ដូចគ្នាបាទតោះសរសេរបាទកូនឃ្លីទាំងពីរបាទកូនឃ្លីទាំងពីរដែលចាប់បានបាទចាប់បានមានពណ៌ដូចគ្នាអញ្ចឹងបានន័យថាបើពណ៌លឿងគឺពណ៌លឿងទាំងពីរហើយបើពណ៌បៃតងគឺពណ៌បៃតងទាំងពីរណាបាទអញ្ចឹងកូនឃ្លីទាំងពីរដែលចាប់បានមានពណ៌ដូចគ្នាបាទអញ្ចឹងយើងនិយាយក្នុងករណីពណ៌លឿងទាំងពីរទៅហើយពណ៌បៃតងទាំងពីរដែរទៅបាទអញ្ចឹងចំនួនករណីស្រប NC បាទចំនួនករណីស្របបាទ NC ពណ៌ដូចគ្នាគឺបើពណ៌លឿងគឺលឿងទាំងពីរអញ្ចឹងយើងនិយាយក្នុងករណីលឿង2លឿងទាំងអស់មាន21យក2បូកព្រោះអានេះ2គ្រប់ចំនួនដែលគេចាប់ហើយអញ្ចឹងយើងបូកក្នុងករណីបៃតងមាន19យក2ណាស្មើ C 21យក2បាទ C 21យក2ដូចជាយើងបានកណនាហើយគ្នាយើងបាទ C 21យក2ដូចជានៅណាបាទដូចជាអត់តាន់បានកណនាទេអានេះយើងកណនាតិចមកចឹងអញ្ចឹង C 21យក2ស្មើ21 factorial បាទស្មើ21 factorial បាទ21 factorial នៅលើ21ដក2គឺ19 factorial
bà con pi vợ tôi về rí á xe đập bằng buồn vô phí để cho dương ban kẹt là gì hết bà xe đầm buồn vô phí đó nhé dương ban kẹt là khơi môn nắng cương mà rồi chất sập mùi thở á bà mà rồi chất sập mùi bà trắng dân bà to từ tiệt tới mà cho mùi năng bà màn ấn mà phây mùi phạ thời giới cứ mà phây muối cô năng mà phây ở dân xâm rô đầm buồn phạ thời giới cho bạn chẳng xa lờ pì nè bột cho mùi năng mà rồi chất sập mùi chẳng mà bà màn tăng ác này ấn anh ấy xâm rô lấy khơi đọc thế chẳng mà phây mùi con đọc khanh pi rồi đọc bà chẳng pi rồi đọc bột mà rồi chất sập mùi má bà chẳng mà những bột lây tăng ác này món mà rồi đọc bột pi rồi chất sập mùi nó mình pi rồi chất mùi đấy xử lý mà rồi chất mùi bà chẳng khơi bay rồi 81 bà bay rồi 81 cả rồi này bà với những ai cho bà nó ấn ta mà dạ pro bao là cả sẽ bà chân tam phải xé mà cho mình được ăn xé nó lẽ ăn này bà ăn xé cứ bấy bạt mùi bà bay bạt sợ môi là lớp bò rồi bạt bà những ai xâm rô năng bay bàn thì đấy thằng ác này xâm rô năng bay bàn đi ra bà chẳng bao xâm rô năng bay bàn đã càng lớn hơn đi chia mà rồi mà phây bằng pal đấy mà rồi phây pal nên là pi rồi học bà chẳng đôi ní probable pratica sẽ bà pi rồi học ba chẳng xâm rạp lòng hát probable với bạn mình chọc bằng nắng cái nhé bà dương này chụp trên video khỏi và tỏ tiền nhé